ឃើញ comment បងប្អូនតែងតែសរសើរថាខ្ញុំនឹងពូកែរកនឹកធ្វើម្ហូបការពិតវាមិនមែនរកពូកែរកនឹកអីទេបងប្អូនអើយទាល់ដូចតែគ្នាហ្នឹងតែដោយសារតែម្ដាយក្មេកខ្ញុំគាត់ជាអ្នកទិញបន្លែទិញអីឲ្យខ្ញុំអញ្ចឹងហើយពេលដែលគាត់ទិញអីមកអញ្ចឹងទៅបន្លែណាត្រូវឆាខ្ញុំឆាទៅបន្លែណាត្រូវស្ងោរខ្ញុំស្ងោរទៅអញ្ចឹងហើយបានជាម្ហូបខ្ញុំបងប្អូនឃើញស្រាប់ហើយគឺភាកច្រើនដែរនឹងឯងដោយសារតែពេលដែលម៉ាក់ក្មេកខ្ញុំទៅទិញមុននឹងទៅទិញមួយថ្ងៃគាត់តែងតែទេមកសួរយប់ឡើងថាចង់បានម្ហូបអីបន្លែអីខ្ញុំវារត់នឹកមិនឃើញដែរខ្ញុំចេះថាម្ឯងទិញអីទិញទៅចឹងហើយគាត់ទិញអាណាមកគាត់វល់គាត់ដែរពេលខ្លះគាត់ទិញតែអណ្ដែតមករាល់អាទិត្យចឹងខ្ញុំក៏ម្ហូបខ្ញុំមានអីមានតែអណ្ដែតនេះដែរហ្នឹងពេលម្ដាយក្មេកខ្ញុំសួរគឺថាមិនដឹងត្រូវធ្វើម្ហូបអីទេសំបីតែខ្ញុំទៅផ្សារផងពេលខ្លះខ្ញុំដើរ2ម៉ោងអីនៅឯងវិលជុំនៅនឹងឡើយមិនទាន់ដឹងថាធ្វើម្ហូបអីផងហើយទ្រាំតែមកសួរខ្ញុំអត់បានឃើញបន្លែត្រីសាច់ទៀតសួររត់នឹកមិនឃើញចឹងហើយមានថាឯងទិញអីទិញទៅអញ្ចឹងខ្ញុំធ្វើម្ហូបរាល់ថ្ងៃនេះគឺថាខ្ញុំបើកទូមានអីគឺខ្ញុំធ្វើនឹងតែម្ដងហើយមើលកូនប្រុសខ្ញុំឲ្យតែថាម្ហូបណាដែលគេចូលចិត្តហើយគឺនៅឈរយាមនឹងហ្មងយាមមើលថាស្មើណាឆ្អិនហើយតែឆ្អិនហើយខ្ញុំស្រង់ហើយនឹងឲ្យតែខ្ញុំភ្លេចខ្លួនតិចគឺថាបេះចូលមាត់រត់ប្រយខាងភ្លក់មួយហ្នឹងហើយបាននិយាយពីរឿងសាឡាត់ស្រួយវិញខ្ញុំឃើញមីងមាបងប្អូនគាត់ comment ណាគាត់ថាញ៉ាក់គេញ៉ាំឆៅបានខ្ញុំអត់ដែរសាកសោះឲ្យតែម៉ាក់ក្មេកខ្ញុំទិញមកគឺខ្ញុំចូលចិត្តយកមកឆាជាមួយនឹងបកាក្រៀមមួយម្ទេសឲ្យហិលអូយឆ្ងាញ់ណាស់ខ្ញុំចូលចិត្តណាហើយខ្ញុំនឹងឲ្យតែស្អីក៏ឆ្ងាញ់ដែរហើយមើលតែឆ្ងាញ់មើលតែក្បាលពោះទៅនោះសុទ្ធតែខ្លាញ់ញុកហើយឆ្ងល់រឿងអាគីឡូហ្នឹងទៀតបើថាវាឡើងគីឡូវាអត់ព្រមទៅឡើងតាណាទេគឺវាឡើងតែក្បាលពោះហ្នឹងហ្មងហើយបើស្រកវិញតិចថាវាស្រកក្បាលពោះហ្នឹងទៅនៅវាទៅស្រកនៅតំបន់ភ្នំតំបន់អីអញ្ចឹងទៅអាពួកអស់នេះវាអត់មានស្មើភាពចោះបើថាវាស្រកហើយវាស្រកទៅទាំងអស់ទៅវាអត់ទេណាវាស្រកតែកន្លែងផ្សេងអាកន្លែងក្បាលពោះគឺវានៅហ្នឹងហ្មងនឹងថ្កុលហ្មងហើយហាយប៊ីខ្ញុំមុនយកមកឆាហ្នឹងគឺថាដាក់ត្រាំទឹកសិនលាងត្រាំទឹកឲ្យឡើងរីកហើយបានខ្ញុំយកមកកច្រាំអញ្ចឹងមកឆាអញ្ចឹងខ្ញុំដាក់តែប្រេងខ្យងបន្តិចជាមួយនឹងម្សៅស៊ុបមាន់បន្តិចតែប៉ុណ្្នឹងគឺមានជាតិហើយព្រោះអីបកាវារៀងមានជាតិប្រៃដែរអញ្ចឹងណាចឹងហើយខ្ញុំអត់ហ៊ានដាក់គ្រឿងច្រើនទេម្ហូបប្តីខ្ញុំមួយគឺថាធ្វើទាល់តែម្ហូបគ្រឿងស្រាលមែនតែម្ដងតែហ៊ានជ្រុលដៃប្រៃប្តីខ្ញុំញ៉ាំបដើយកចានទឹកដាក់គៀនបដើលាងបន្លែបដើញ៉ាំបដើអូយខ្ញុំអ្នកញ៉ាំប្រៃផ្អែមបងប្អូនពីមុនណាបើនិយាយពីរឿងស្ករប៊ីចេងវិញណាលក្ខណៈសព្រាបាយស្កបើប៊ីចេងវិញប្រើសើកន្លះសព្រាបាយអីស្ករអីសើសព្រាបាយក៏ពេញតែពេលមកបានប្តីខ្ញុំមកធ្វើម្ហូបឲ្យប្តីខ្ញុំមកប្តីខ្ញុំស្រែករហូតតខ្ញុំកែប្រែខ្លួនឯងបានប្រើគ្រឿងជាសព្រាកាហ្វេវិញណាចឹងបានថាពេលខ្លះអាការហូបចុកគ្រឿងទេសនេះបើយើងហូបសាបក៏ល្អសម្រាប់សុខភាពដែរយើងហូបប្រៃពេកក៏មិនសូវជាល្អដែរក៏ប៉ុន្តែដឹងដែរតែវាចេះតែជ្រុលដៃណាបងប្អូនបើថាมันបានប្រៃផ្អែមมันឆ្ងាញ់អីអញ្ចឹងណាតែយើងធ្លាប់តែឥឡូវអត់ទេទម្លាប់តាមប្តីបានហើយបន្ទាប់ពីធ្វើឆ្អិនរួចរាល់ហើយណែបុកអំពិលខ្ចីហើយបងប្អូនគិតថាខ្ញុំនឹងបើសិនអ្នកនៅសិង្ហបុរីគាត់ថាអូប្រហែលខ្ញុំទៅផ្សារថៃហើយបើមានអំពិលខ្ចីសូមជម្រាបបងប្អូនថាអំពិលខ្ចីនេះណាខ្ញុំទិញនៅហាងនីម៉ានៅជិតផ្ទះខ្ញុំគឺមានលក់តាំងតែពីស្អំមានលក់តាំងតែពីអំពិលខ្ចីក៏ទៅផ្ទះខ្ញុំនេះស្រួលដែរតាផ្ទះខ្ញុំនេះនៅជាប់ផ្សារនៅជិតផ្សារទំនើបនៅជិតសាលាហើយមានតាំងពីហាងវៀតណាមមានតាំងតែពីហាងនីម៉ាណែគិតទៅតំបន់ខ្ញុំស្រួលហូបចុកណាមិត្តភ័ក្ដិខ្ញុំក៏ថាដែរគាត់ថាតំបន់ខ្ញុំសម្បូរស្រួលរហូតនេះរហូតនោះញ៉ាំណាសំបីតែផ្សារចឹងត្រីសាច់ស្រស់ល្អណាហើយនេះអូយបងប្អូនណាឲ្យបញ្ចូលសម្លេងបដើហ្នឹងគឺថាស្រាវទឹកមាត់ចេញមកខាងក្រៅហើយនិយាយពីថាអូយខ្ញុំខានញ៉ាំយូរហើយបើបុកអំពិលខ្ចីហ្នឹងវិញណាគឺខ្ញុំចូលចិត្តថែមទឹកត្រីបន្តិចរត់តែឆ្ងាញ់អូយនិយាយពីថាញ៉ាំហើយឡើងឈឺពោះហ្មង